តើគួរតែរៀនម្នាក់ឯងឬក៏រៀនជាក្រុមមួយណាដែលល្អប្រសើរជាងចឹងនៅក្នុងនេះខ្ញុំនឹងចែករំលែកពីបទពិសោធន៍របស់ខ្ញុំដែលខ្ញុំរៀននៅ Computer Science 4ឆ្នាំហើយអ្វីដែលខ្ញុំបានរៀនអ្វីដែលខ្ញុំបានពិសោធន៍ជាក់ស្ដែងហ្នឹងអាចចែករំលែកជាមួយអ្នកគ្នានៅក្នុងពេលហ្នឹងបានចឹងទីមួយខ្ញុំចែករំលែកអំពីការរៀនម្នាក់ឯងចឹងពេលខ្លះគឺយើងត្រូវការភាពស្ងប់ស្ងាត់អត់មានការរំខានដើម្បីអាចយើងផ្ដោតទៅលើមេរៀនអីដែលយើងត្រូវរៀន focus ជម្រៅចឹងទៅហើយអ្នកគ្នានៅពេលដែលរៀនម្នាក់ឯងពេលហ្នឹងគឺយើងអាចធ្វើបាននៅពេលដែលយើងចង់ដោះស្រាយបញ្ហាលំបាកដូចជាបញ្ហាគណិតវិទ្យាត្រូវការដោះស្រាយកូដឬក៏ពេលខ្លះអ្នកគ្នាត្រូវចងចាំឬក៏ស្វែងយល់ពីមេរៀនណាមួយឲ្យយើងយល់ខ្លាំងឲ្យយល់ស៊ីជម្រៅវាចឹងទៅដូចជាពេលដែលយើងទិញមេរៀនគឺយើងគួរតែធ្វើនៅពេលដែលយើងរៀនម្នាក់ឯងមួយវិញទៀតគឺនៅពេលដែលអ្នកគ្នាអត់សូវមានពេលយើងមានពេលតិចចឹងយើងគួរតែរៀនម្នាក់ឯងនៅពេលដែលយើងរៀនម្នាក់ឯងអ្នកគ្នានឹងមានចំណុចវិជ្ជមានមួយចំនួនដូចជាយើងអត់មាន distraction ឬក៏ការរំខានទេយើងអាចគ្រប់គ្រង schedule គ្រប់គ្រងកាលវិភាគនៅក្នុងការរៀនរបស់យើងបានយើងអាចរៀននៅផ្ទះរបស់យើងឬក៏ your own place ហើយយើងអាចទទួលបានការផ្ដោតអារម្មណ៍បានល្អប៉ុន្តែទន្ទឹមនឹងគ្នាហ្នឹងក៏មានផលមិនល្អមួយចំនួនជាយើងអត់មានអ្នកដែលយើងសួរគាត់ឲ្យគាត់ឆ្លើយមកយើងភ្លាមៗបានទេអាចនឹងមានអារម្មណ៍ថា lonely ហើយពេលខ្លះវាពិបាកដែរជួនកាលយើងរៀនតែ20នាទីទេតែយើងមានអារម្មណ៍ថាដូចជា2ម៉ោងអញ្ចឹងចុះបើរៀនជាមួយមិត្តភ័ក្តិឬក៏ group study វិញពេលខ្លះមិត្តភ័ក្តិរបស់យើងអាច save ថ្ងៃរបស់យើងបានណាថា save your day អញ្ចឹងទៅព្រោះថាយើងមានអារម្មណ៍ថា tiredអត់មាន motivation ប៉ុន្តែមិត្តភ័ក្តិរបស់យើងហ្នឹងគាត់កំ pl ែងឬក៏យើងជួបមុខគ្នាទៅយើងមានអារម្មណ៍ថាមានកម្លាំងចិត្តនៅក្នុងការរៀនចឹងហ្នឹងគឺអាចឲ្យយើងមានកម្លាំងចិត្តនៅក្នុងការបន្តរៀនទៀតបានហើយវាក៏មានអត្ថប្រយោជន៍មួយចំនួនដែលយើងគួរដឹងដែរនៅពេលដែលយើងរៀនជាក្រុមទីមួយគឺយើងនឹងមាន motivation fun ជាងមុនសប្បាយសើចសប្បាយមួយគ្នាចឹងទៅរៀនអត់សូវហត់ទេចំណុចទី2គឺយើងអាចមានអ្នកដែលយើងអាចសួរបានយើងឆ្ងល់ភ្លាមៗគឺយើងមាន solution ភ្លាមៗយើងសួរគ្នានៅនឹងមកមួយទៀតគឺយើងអាចចែករំលែកនៅ perspective ឬក៏ idea របស់យើងហើយយើងក៏អាចនឹងចងចាំមេរៀនអីផ្សេងៗលឿនឡាដែរដោយសារតែយើងឆ្ងល់យើងសួរគ្នាភ្លាមៗអីចឹងទៅប៉ុន្តែទន្ទឹមនឹងផលវិជ្ជមានវាក៏មានផលអវិជ្ជមានដូចគ្នាគឺវាអាចនឹងធ្វើឲ្យមាន distraction ច្រើនវាអាចធ្វើឲ្យយើងអាច control នៅ schedule ក៏ការវិភាគនឹងបានទេហើយជួនកាល group study ហ្នឹងវាคล้ายទៅជា group talk session វិញវាអត់បានរៀនទេប៉ុន្តែវាទៅជាកន្លែងដែលយើងទៅនិយាយគ្នាឬក៏ទៅមើលរឿងអីជុំគ្នាអញ្ចឹងទៅតែនេះវាក៏ជាគុណវិបត្តិមួយដែរដែលវាអាចកើតឡើងពីការដែលយើងធ្វើ group study ជឿថាពេលខ្លះអ្នកគ្នាប្រកាសជាធ្លាប់ជួបអីថាទៅរៀនជុំគ្នាប៉ុន្តែបែរជាទៅកំងអាហារមកញ៉ាំជាទៅអង្គុយមើល TikTok មើលរឿងអីចែកម្លែកនិយាយគ្នាវិញអញ្ចឹងក៏មានដែរនេះគឺជាផលវិបាកនៅក្នុងការដែលធ្វើ group study ទៅត្រឡប់មកវិញសួរថាមួយណាដែលល្អប្រសើរជាង honestly គឺអត់អាចបែងចែកថាមួយណាដែលល្អជាងមួយណាបានទេវា depend ទៅលើអ្នកនរគ្នា depend ថាតើអ្នកនរគ្នាកំពុងតែរៀនពីគេហើយអ្នកនរគ្នាចង់ទទួលបានអារម្មណ៍បែបណានៅក្នុងការរៀនមួយហ្នឹងអញ្ចឹងយើងអាចបែងចែកបានថាពេលណាដែលយើងគួររៀនម្នាក់ឯងហើយពេលណាដែលយើងគួររៀនជាក្រុមអញ្ចឹងយើងគួរតែរៀនម្នាក់ឯងនៅពេលដែលយើងចង់បានការផ្ដោតអារម្មណ៍ខ្លាំងនៅពេលដែលយើងត្រូវការដោះស្រាយលំហាត់ដែលលំបាកឬក៏ត្រូវការ solve នៅ problem អីមួយចឹងទៅទៀតនៅពេលដែលអ្នកគ្នាត្រូវការចងចាំមេរៀនផ្សេងៗឲ្យងាយចាំឆាប់ចាំបានលឿនហើយមួយទៀតគឺនៅពេលដែលអ្នកគ្នាមានពេលខ្លីគឺយើងអាចរៀនម្នាក់ឯងបានយើងអត់ចាំបាច់មានក្រុមទេ so នៅពេលដែលអ្នកគ្នាគួរតែរៀនជាក្រុមនៅពេលដែលយើងត្រូវធ្វើ group project ធ្វើ assignment ជុំគ្នាអាហ្នឹងយើងគួរតែរៀនជាក្រុមទៅព្រោះអីយើងអាចបែងចែកការងារគ្នាស្រួលហើយម្នាក់ៗគឺប្រកាសជាធ្វើការងាររបស់គាត់ចំណុចទី2គឺនៅពេលដែលអ្នកគ្នាត្រូវការដោះស្រាយវិញ្ញាសាឆ្នាំចាស់ៗដូចថាយើងត្រូវត្រៀមប្រឡងចឹងទៅយើងយកមកធ្វើវិញ្ញាសាហ្នឹងប្រកាសជាយើងធ្វើត្រូវទេប៉ុន្តែបើយើងមានមិត្តភ័ក្តិយល់នៅនេះយើងអាច communicate គ្នាមើលចម្លើយគ្នាទាញគ្នាអញ្ចឹងណាមួយទៀតនៅពេលអ្នកចង់យល់ពី concept អីមួយបានលឿនដូចថាយើងត្រូវចំណាយពេលមើលខ្លួនឯងយើងត្រូវចំណាយពេល1ម៉ោងប៉ុន្តែបើមិត្តភ័ក្តិយើងបញ្យល់តែ5-10នាទីគឺយើងយល់ពីមេរៀនឬក៏ concept ហ្នឹងចឹងហ្នឹងគឺជាពេលដែលយើងអាចដឹងថាអូខេនៅពេលដែលយើងចង់បានចំណុចមួយនេះយើងគួរតែរៀនជា group study នៅពេលដែលយើងចង់បានចំណុចមួយនេះយើងគួរតែរៀនជា solo study so ចំណុចចុងក្រោយគឺយើងនឹងមិចពីនឹងចូលគ្នាថាយើងគួរតែមិចវាបែបណាអញ្ចឹងអ្នកនរគ្នាគួរតែរៀន solo study នៅពេលផឹកព្រោះពេលហ្នឹងគឺយើងមានអារម្មណ៍ថាយើងមាន focus មានថាមពលខ្លាំងយើងមានការបដោតខ្លាំងយើងអាចរៀនពីផ្ទះរបស់យើងបានយើងងើបមកយើងមុជទឹកអីគេគួយរៀនមកស្ទូទៅអញ្ចឹងបន្ទាប់ពីយើងរៀននៅអញ្ចឹងបន្ទាប់ពីយើងរៀនអាហ្នឹងហើយយើងពេលល្ងាចពេលថ្ងៃយើងអាចទៅរៀនជាមួយមិត្តភ័ក្តិរបស់យើងបាន
ចឹងពេលដែលយើងរៀនមិត្តភ័ក្តិគឺយើងអត់សូវ hot អត់សូវ tired អត់សូវអស់កម្លាំងទេដោយសារយើងអាច make fun យើងអាចនិយាយគ្នាលេងខ្លះនៅពេលដែលយើង hot យើងអាច like ពេលខ្លះអត់មានរឿងអីផងគាត់គ្នាមកគ្នាក៏សើចដែរចឹងទៅចឹងនេះគឺនៅពេលដែលយើងពេលល្ងាចឬក៏ពេលថ្ងៃយើងអាចទូ group study បានហើយបើជា experience របស់ខ្ញុំហ្មងវាខ្ញុំអនុវត្តវិធីសាស្ត្រមួយហ្នឹង like ពេលខ្លះគឺពេលព្រលឹមក្រោកមកគឺអង្គុយមើលមេរៀនណាដែលវាពិបាកដូចជាដោះស្រាយបញ្ហាគណិតលំហាត់គណិតឬក៏ដោះស្រាយ coding អីចឹងទៅនៅពេលដែលដោះស្រាយមានតែ hot ហើយ tired ពួកក្បាលយើងវាអស់កម្លាំងខ្លះពេលថ្ងៃហ្នឹងគឺយើងទៅរៀនជាមួយមិត្តភ័ក្តិរបស់យើងពេលហ្នឹងគឺយើងអាច fun និយាយគ្នាលេងសប្បាយៗ chill អីចឹងណាហើយពេលល្ងាចក៏អាចបន្តទៅរៀនខ្លួនឯង solo study នៅហាង cafe អីចឹងបន្តទៀតនេះគឺជាបទពិសោធន៍មួយចំនួនដែលខ្ញុំបានឆ្លងកាត់ហើយខ្ញុំជឿថាវាអាចនឹងជួយអ្នកនរគ្នាបានងាយស្រួលបែងចែកថាពេលណាដែលយើងគួរតែរៀនម្នាក់ឯងហើយពេលណាគួរតែធ្វើ group study អញ្ចឹងខ្ញុំអាចសរុបមកវិញដោយរួមមករៀនជា group ក៏បានរៀនជា solo ក៏បានប៉ុន្តែដឹងថាវាថាប្រយោជន៍វាទៅនៅពេលដែលយើងណាដែលយើងគួរតែរៀនម្នាក់ឯងពេលណាដែលយើងគួរតែរៀនជា group អ្នកនេះគួរតែចងចាំថាគោលដៅរបស់យើងគឺមិនមែនឲ្យយើងរៀនច្រើនម៉ោងទេគោលដៅរបស់យើងគឺឲ្យយើងនឹងរៀនឲ្យចេះជាងមុនទោះបីជាតិចម៉ោងក៏ដោយមិនរៀនមកច្រើនម៉ោងក៏ថាចេះទេអញ្ចឹងយើងអាចបែងចែកបានបើសិនជាយើងរៀនម្នាក់ឯង5ម៉ោងមិនចេះមេរៀនហ្នឹងប៉ុន្តែបើយើងរៀនជាមួយក្រុមរបស់យើងតែ1ម៉ោងគឺយើងអាចយល់គ្នាបានយើងគួរតែធ្វើជា group study ទៅអញ្ចឹងយើងអាចបែងចែកពេលណាយើងគួរតែរៀនម្នាក់ឯងពេលណាយើងគួរតែរៀនជា group អរគុណហើយបើពេញចិត្តវីដេអូអញ្ចឹងអាច follow ទៅឬក៏ subscribe អាចនឹងចេញវីដេអូក្រោយទៀតបាយបាយ